តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សខ្លះអាចហាត់ប្រាណបានរាល់ថ្ងៃទោះបីជាមិនភ្លៀងហេតុអ្វីគេអាចធ្វើការងារចប់ទោះបីជាគេគ្មានអារម្មណ៍ចង់ធ្វើចម្លើយមិនមែនមកពីគេមានកម្លាំងចិត្តខ្លាំងជាងអ្នកទេប៉ុន្តែមកពីគេមានវិន័យកម្លាំងចិត្តឬក៏ motivation ប្រៀបដូចជាការងូតទឹកវានឹងបាត់ទៅវិញនៅថ្ងៃស្អែកប៉ុន្តែវិន័យគឺជាសាច់ដុំដែលនៅជប់ជាមួយអ្នកជានិច្ចថ្ងៃនេះខ្ញុំនឹងចែករំលែក3វិធីដើម្បីបុកខាត់ខ្លួនអ្នកឲ្យមានវិន័យរឹងមាំដូចដៃថែបវិធីទី1ធ្វើទាំងដែលមិនចង់ធ្វើវិន័យគឺជាសមត្ថភាពក្នុងការធ្វើរឿងដែលត្រឹមត្រូវទោះបីជាអ្នកមិនមានអារម្មណ៍ធ្វើវាក៏ដោយកុំរងចាំតែមានអារម្មណ៍ល្អទើបចាប់ដើមឧទាហរណ៍ថាបានមកហាត់ប្រាណហើយតែខ្ជិលណាស់វិន័យគឺការនិយាយថាអូខេខ្ញុំខ្ជិលប៉ុន្តែខ្ញុំនឹងទៅហាត់ឥឡូវនេះចូលវឹកហាត់ខួរក្បាលរបស់អ្នកឲ្យកាត់ផ្តាច់រវាងអារម្មណ៍និងសកម្មភាពវិធីទី2ចាប់ផ្ដើមពីការលំបាកតូចៗដើម្បីមានវិន័យអ្នកត្រូវរៀនធ្វើជាមិត្តជាមួយការលំបាកចាប់ផ្ដើមពីរឿងតូចៗប្រចាំថ្ងៃដូចជាងូតទឹកត្រជាក់មិនញ៉ាំរបស់ផ្អែមដែលអ្នកចូលចិត្តមួយថ្ងៃឬរៀបចំក្រែកេងភ្លាមពេលភ្ញាក់នៅពេលអ្នកយកឈ្នះការលំបាកតូចៗទាំងនេះបានខួរក្បាលរបស់អ្នកកាន់តែរឹងមាំហើយអ្នកនឹងត្រៀមខ្លួនរួចរាល់សម្រាប់ឧបសគ្គធំៗក្នុងជីវិតវិធីទី3លុបបំបាត់ការលបួងវិន័យមិនមែនន័យថាត្រូវតស៊ូជាមួយចិត្តខ្លួនឯងគ្រប់ពេលនោះទេអ្នកឆ្លាតជាប្រើវិន័យដើម្បីរៀបចំបរិយាកាសបើអ្នកចង់កាត់បន្ថយការលេងហ្គេមចូលលុបហ្គេមចោលពីទូរស័ព្ទបើចង់សម្រាកធ្ងន់កុំទិញនំទឹកក្នុងទូទឹកកកធ្វើឲ្យទម្លាប់អាក្រក់ពិបាកធ្វើនោះអ្នកនឹងមិនចាំបាច់ប្រើវិន័យច្រើនពេកដើម្បីទប់ចិត្តនោះទេមានពាក្យមួយទៀតថាវិន័យគឺជាស្ពានចម្លងរវាងគោលដៅនិងភាពជោគជ័យបើគ្មានវិន័យទេគោលដៅរបស់អ្នកគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះតើរឿងមួយណាដែលអ្នកនឹងចាប់ផ្ដើមធ្វើនៅថ្ងៃនេះដើម្បីកសាងវិន័យ comment ប្រាប់ខ្ញុំផងកុំភ្លេច like និង subscribe channel ពលិគណិតជួបគ្នានៅវីដេអូក្រោយ